គ្រប់ជ្រាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំមានវីដេអូមួយដែលបង្ហាញអំពីការដាក់ slide ឲ្យយើង play ជាវីដេអូនៅក្នុង slide របស់យើងឲ្យវាមានចលនារហូតអញ្ចឹងឧទាហរណ៍ដូចបែបនេះចាអញ្ចឹងវាអូតូបែបនេះរហូតដល់លោកគ្រូអ្នកគ្រូចាអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញទៅលោកគ្រូអ្នកគ្រូតែម្ដងចាអញ្ចឹងដំបូងយើងមាន slide យើងចូលទៅក្នុង PowerPoint មកចឹងខ្ញុំមានទី1ខ្ញុំនឹងបង្កើតមួយទៀតចាអញ្ចឹងយើងមាននេះមកយើងលុបចាខ្ញុំបាក់នេះធំចាអញ្ចឹងកន្លែងនេះខ្ញុំអត់ដាក់អីទេអញ្ចឹងលោកគ្រូទៅដាក់រកន្លែងដាក់ជាប្រភេទវីដេអូអញ្ចឹងលោកគ្រូចូល insert បន្ទាប់មកលោកគ្រូចូលកន្លែងនេះត្រង់វីដេអូចាបន្ទាប់មកលោកគ្រូយកdevice ដែលសារតែខ្ញុំទៅរកនៅវីដេអូដែលខ្ញុំបាន save ទុកចាអញ្ចឹងខ្ញុំរើសយកវីដេអូបែបនេះដោយសារវីដេអូហ្នឹងវាមានរយៈពេលតែ6 វិនាទីទេចាអញ្ចឹងឧទាហរណ៍ដូចបែបនេះចាំខ្ញុំ play ឲ្យលោកគ្រូមើលចាអញ្ចឹងវាមានតែប៉ុណ្្នឹងទេអញ្ចឹងដល់ពេលដែលយើងឈប់វាគឺវាអត់មានអូតូទេអញ្ចឹងខ្ញុំសេរីឲ្យវាឲ្យស្អាតចាសេរីវាឲ្យស្អាតទៅដើម្បីពេលដែលយើងបង្ហាញទៅឃើញស្អាតនៅក្នុង slide របស់យើងចាអញ្ចឹងខ្ញុំគិតថាយកប៉ុណ្្នេះចុះអញ្ចឹងនៅពេលដែលលោកគ្រូដាក់វីដេអូឲ្យស្អាតតាមអ្វីដែលលោកគ្រូចង់បានហើយលោកគ្រូចូលទៅកន្លែង playback នេះលោកគ្រូចាចូល playback ហើយលោកគ្រូរើសយកlop anti stop ចាយើងចុចលើនឹងមកចាបន្ទាប់មកលោកគ្រូធ្វើការ share ដាក់slide show ណាលោកគ្រូចាចុចលើនឹងទៅអញ្ចឹងយើង play វាមកចាលោកគ្រូឃើញទេវា play auto តែម្ដងចាអញ្ចឹងវីដេអូមួយនេះខ្ញុំមានតែប៉ុណ្្នឹងដែរចាសូមអរគុណសូមជម្រាបលា